រឿងសំឡេងភ្លេងកុមារនៅសួនកំសាន្តចាស់សួនកំសាន្តចាស់មួយដែលត្រូវបានគេបោះបង់ចោលជាយូរមកហើយស្ថិតនៅជាយក្រុងឧបករណ៍លេងផ្សេងៗក៏ច្រេះចាប់ហើយស្លាកយីហោក៏រហែកអស់អ្នកស្រុកតែងតែនិយាយថាពេលយប់គេតែងតែឮសំឡេងភ្លេងកុមារបន្លឺឡើងពីក្នុងសួនកំសាន្តនោះគេថាវិញ្ញាណកុមារដែលធ្លាប់លេងនៅទីនោះនៅតែបន្តលេងរហូតលោកវណ្ណាជាអ្នកសារព័ត៌មានម្នាក់ដែលចូលចិត្តស៊ើបអង្កេតរឿងអាថ៌កំបាំងគាត់បានទៅដល់សួនកំសាន្តនោះនៅពេលយប់មួយគាត់បានរៀបចំកាមេរ៉ារបស់គាត់ហើយដើរចូលទៅខាងក្នុងភាពងងឹតសន្ធឹកសន្ធាប់បានគ្របដណ្ដប់លើបរិយាកាសរំពេចនោះគាត់បានឮសំឡេងភ្លេងកុមារបន្លឺឡើងយ៉ាងច្បាស់សំឡេងនោះហាក់ដូចជាចេញពីរង្វង់មូលកំសាន្តចាស់គាត់បានដើរទៅជិតគាត់បានឃើញរង្វង់មូលនោះកំពុងតែវើដោយខ្លួនឯងបើទោះបីជាគ្មាននរណាម្នាក់រុញក៏ដោយភ្លាមនោះគាត់បានឃើញស្រមោលក្មេងៗជាច្រើនកំពុងតែអង្គុយនៅលើសេះរង្វង់មូលនោះស្រមោលទាំងនោះគ្មានមុខមាត់ច្បាស់លាស់ទេតែពួកគេហាក់ដូចជាកំពុងតែសប្បាយរីករាយសំឡេងភ្លេងកាន់តែលាន់ឮខ្លាំងឡើងហើយសំឡេងសើចរបស់ក្មេងៗក៏បានបន្លឺឡើងលាយឡំផងដែរលោកវណ្ណាភ័យស្លន់ស្លោហើយរត់ចេញពីសួនកំសាន្តនោះដោយមិនបានងាកក្រោយឡើយគាត់រត់មិនឈប់សោះរហូតទៅដល់រថយន្តរបស់គាត់ចាប់ពីយប់នោះមកលោកវណ្ណាបានឈប់ស៊ើបអង្កេតរឿងអាថ៌កំបាំងទៀតហើយគាត់ដឹងថារឿងខ្មោចខ្លះគួរឲ្យខ្លាចជាងអ្វីដែលគាត់នឹកស្មានដល់